បនចំនួន$2,000គឺទៅបបរដំណើរគេក៏ដោយដែលសម្រាប់ពលីធម្មតាបាន$5,000សញ្ញាពលីដែលមានតំណែងគូសមហើយចំនួនជាង$20,000សញ្ញាវេពលីតែម្ដងអានេះគឺជាវិធីសាស្ត្រដែល Pablo Escobar ដែលជំមេក្រុមជួញដូរថ្នាំដ៏ធំមួយនៅក្នុងប្រទេសកូឡុំបៀនឹងតែងតែប្រើសញ្ញាពលីណាក៏ដោយដែលហ៊ានដល់ប្រឆាំងជាមួយនឹងគាត់រដ្ឋាភិបាលកូឡុំបៀបានធ្វើការបានស្មានថាមានពលីបាជាជាង1000នាក់បានស្លេះនៅហ្វូមដៃរបស់ Pablo ដែលវាគឺជាចំនួនមួយដែលច្រើនខ្លាំងមែនទែន Pablo មានកូនចៅដែលសិស្សសងទៅជាអ្នកប្រយុទ្ធជាង20,000នាក់ហើយនៅពេលដែលរដ្ឋាភិបាលរបស់ប្រទេសកូឡុំបៀនឹងបានព្យាយាមសហការគ្នាជាមួយនឹងអាមេរិកដើម្បីចាប់បញ្ជូនគាត់ទៅអាមេរិកនឹង Pablo បានបញ្ជូនកូនចៅរបស់គាត់ទៅដល់គំទេទីតាអគារការិយាល័យរបស់ក្រសួងយុទ្ធភ័ពកូឡុំបៀដើម្បីជាការពំរៀនហើយបន្តមកដើម្បីដាក់សម្ពាធបន្តហ្នឹងគាត់បានបន្តបញ្ជូនកូនចៅរបស់គាត់ហ្នឹងឲ្យទៅដល់គំទេទីតាអាកាសចរមកកន្លែងដែលធ្វើចិនស៊ឺវើប្រមាណជាង120នាក់គឺបានស្លេះនៅក្នុងអាការហ្នឹងបើទៅចិញ្ចឹងទៅដោយមនុស្សដ៏សានអត់ខកម្នាក់ហ្នឹងគឺបាយចិត្តត្រូវបានមនុស្សម្នាជាច្រើនស្រឡាញ់ជាពិសេសហ្នឹងគឺអ្នកក្រតែម្ដងដោយសារតែ Pablo ហ្នឹងគឺតែងតែផ្ដល់លុយដល់អ្នកក្រជាពិសេសហ្នឹងមានការមើលជាងអត់គិតថ្លៃមានការសងផ្ទះឲ្យនៅអញ្ចឹងហើយបានធ្វើអ្នកក្រហ្នឹងស្រឡាញ់គាត់ខ្លាំងមែនតើដែលនេះគឺជាកត្តាដែលជំរុញឲ្យគាត់ហ្នឹងបានតែចូលឈ្មោះឲ្យជាបោះឆ្នោតដើម្បីធ្វើជាប្រធានាធិបតីរបស់ប្រទេសកូឡុំបៀទៀតផងហើយស្អីដែលធ្វើឲ្យយើងកាន់តែមានការផ្ទះផ្អើលហ្នឹងគឺហ្នឹងមិនមែនជារឿងនៃគេនិពន្ធឡើងណាក៏ប៉ុន្តែវាជារឿងពិតដែលបានកើតឡើងនៅក្នុងប្រទេសកូឡុំបៀនឹងតែហ្មងដើមតោដំបូងហ្មង Pablo គឺមិនចាប់ដើមមកភ្លាមជាអ្នកជួញដូរថ្នាំហ្មងទេក៏ប៉ុន្តែគាត់ចាប់ដើមជាអ្នកជួញដូរអវ៉ាន់ក៏ច្បាប់នេះទៅរបៀបតែ10តំណែងពីពន្ធអញ្ចឹងណាហើយនៅពេលគាត់ឆ្លងកាត់ព្រំដែនគាត់តែងតែសូកប៉ាន់នៅកម្មពលីព្រំដែនដើម្បីជាធ្នូជាមួយនឹងការឲ្យពលីទាំងអស់នោះបាត់ភ្នែកអនុញ្ញាតឲ្យគាត់នំចូលវ៉ាន់ទាំងអស់ហ្នឹងអញ្ចឹងទៅថ្ងៃមួយមានមេក្រុមពលីព្រំដែនថ្មីម្នាក់ហ្នឹងគឺបាននាំកូនចៅរបស់គេហ្នឹងមកឆែកទំនីរបស់ Pablo ហើយ Pablo ហ្នឹងបានសូកប៉ាន់អីចឹងទៅក៏ប៉ុន្តែគាត់ពុំទទួលយកទេដោយបានបំមាននៅរឿងទៅកាន់ Pablo ទៀតផងហើយ Pablo ហ្នឹងគឺអត់មានអីទេនៅនឹងធម្មតាតែម្ដងបន្ទាប់មកគាត់ហ្នឹងក៏បានហៅឈ្មោះរបស់ពលីទាំងអស់ហ្នឹងចំតែម្ដងព្រមទាំងបានដឹងអំពីអាស័យដ្ឋានក្រុមគ្រួសាររបស់ពួកគេដឹងថាឥឡូវហ្នឹងឪពុកម្ដាយរបស់ពួកគេហ្នឹងក៏ពុទ្ធព្យាបាលនៅមន្ទីរពេទ្យណាអីច្បាស់តែម្ដងហើយគេបានប្រាប់ថាឥឡូវហ្នឹងក្រុមពលីទាំងអស់ហ្នឹងយកលុយរបស់គេទៅបើមិនអញ្ចឹងទេគេនឹងបញ្ជូនក៏អបលើហ្នឹងទៅសួរសុខទុក្ខក្រុមគ្រួសាររបស់ពួកគេដល់មន្ទីរពេទ្យតែម្ដងលឺអញ្ចឹងក្រុមពលីទាំងអស់ហ្នឹងគឺញ័រដៃញ័រជើងហើយណាមួយតែខាពលីនៅព្រំដែនហ្នឹងក៏មិនសូវជាច្រើនប្រមាណដែរចឹងហើយពួកគេគឺមិនចង់ធ្វើឲ្យមនុស្សដែលសារប្រិយផ្សាយដូចជា Pablo ហ្នឹងមានការហ្វឹងសបាគុំគុនមកពួកគេទេចឹងហើយក៏បានបិទភ្នែកអនុញ្ញាតឲ្យទំនិញរបស់ Pablo ហ្នឹងចេញចូលធម្មតាដែលនេះឯងគឺជាចំណុចដែល Pablo ហ្នឹងចាប់ដើមបង្កើនទ្រព្យសម្បត្តិរបស់គាត់ចេញពីអាការនាំចូលទំនិញកិច្ចពន្ធនឹងឯងផុតពីនោះមកសារចម្រិតរបស់ Pablo ហ្នឹងគឺទៅបានផ្លាស់ប្ដូរទាំងស្រុងតែម្ដងតាមរយៈបរិបទម្នាក់ឈ្មោះថា Cockroach ហ្នឹងគាត់គឺជាមេចិនដូរថ្នាំហើយគាត់មានទីតាំងផលិតថ្នាំនៅក្នុងប្រទេសមួយក្បែរប្រទេសកូឡុំបៀហ្នឹងក៏ប៉ុន្តែថ្ងៃមួយរដ្ឋាភិបាលរបស់ប្រទេសហ្នឹងគឺបានធ្វើការបង្ក្រាបថ្នាំនៅកន្លែងដែលគាត់ផលិតហ្នឹងហើយដែលគ្មានការកាត់ក្តីទេរដ្ឋាភិបាលបានសម្រេចចិត្តសម្លាស់ពួកគាត់នៅកន្លែងតែម្ដងក៏ប៉ុន្តែបែក Cockroach ហ្នឹងគឺជីវិតថ្លៃខ្លាំងមែនតើប៉ុន្តែជាគេបាញ់ប៉ុណ្ណឹងឲ្យវាហើយក៏អត់ស្លេះដែរអញ្ចឹងហើយចាប់តាំងពីពេលហ្នឹងមក Cockroach ហ្នឹងក៏បានយកចំណេះដឹងនៃការផលិតថ្នាំរបស់គាត់ហ្នឹងចូលមកកាន់ប្រទេសកូឡុំបៀហើយចាប់ផ្ដើមប្រតិបត្តិការមកធ្វើថ្មីរូបចក្រថ្មីយើងណាហើយតាមរយៈការណែនាំពីមិត្តភ័ក្តិ Cockroach ហ្នឹងក៏បានជួបគ្នាជាមួយនឹង Pablo ស្គាល់គ្នាដោយ Cockroach នេះក៏ចង់ប្រើប្រាស់ប្រព័ន្ធដល់ជញ្ជូនទំនិញកិច្ចពន្ធរបស់ Pablo ដែលមានស្ថាបហ្នឹងដើម្បីដូរមនិតថ្នាំរបស់គាត់ចែកចាយនៅក្នុងប្រទេសកូឡុំបៀវិញក៏ប៉ុន្តែប្រកបណា Pablo គឺមានមហិច្ឆតាធំជាងហ្នឹងហើយចាប់តាំងពីពេលហ្នឹងទៅនឹងឯងតែអាណាចក្រនៃការជួញដូរថ្នាំរបស់ Pablo ហ្នឹងគឺត្រូវបានចាប់ដើមអញ្ចឹងដំបូង Pablo ជាមួយនឹងគ្នារបស់គាត់ហ្នឹងគឺបានទៅកាន់ទីតាំងផលិតថ្នាំរបស់ Cockroach ដើម្បីចង់ដឹងអំពីដំណាក់កាលនៃការផលិតក៏ដូចជាបរិមាណដែលខាង Cockroach ហ្នឹងអាចផលិតបានហើយការដំបូងរបស់គាត់ហ្នឹងគឺ50គីឡូតែដំបូង Cockroach ហ្នឹងគឺហាក់ដូចជាមងងារ Pablo ដែរគាត់បារម្ភណា50គីឡូគឺច្រើនខ្លាំងមែនតើអាចយកជិះទៅតាមណាចែកចាយរបៀបម៉េចក៏ប៉ុន្តែសម្រាប់ Pablo គឺងាយទេគាត់បានបើឡានរបស់គាត់3ដាក់របស់ទាំងអស់ហ្នឹងហើយទៅចូលទៅក្នុងទឹកដីកូឡុំបៀលក់ចែកចាយបាននឹងងាយតែម្ដងហើយទទួលបានលុយច្រើនខ្លាំងមែនតើបើជឿហ្នឹងគឺចំណេញជាង$60,000ផុតពីនោះមក Pablo ហ្នឹងគឺបានរកបារម្ភម្នាក់ឈ្មោះថា Liar ដែលជាជនជាតិអាមេរិកមកធ្វើការងារជាមួយនឹងពួកគេដោយពួកគេហ្នឹងគឺបានធ្វើការ design នៅអាវធំមួយដែលមានលទ្ធភាពក្នុងការដើរបាននៅក្នុងហ្នឹងហើយ Liar ហ្នឹងគឺបានធ្វើដំណើរចេញពីប្រទេសកូឡុំបៀជើងទី1ចូលទៅកាន់ប្រទេសអាមេរិកបានចូលជ័យយកលុយត្រឡប់ចូលមកក្នុងប្រទេសកូឡុំបៀវិញឲ្យទៅកាន់ Pablo ហើយក្នុងមួយខែប៉ែហ្នឹងគឺយកអវ៉ាន់ចេញពីកូឡុំបៀទៅកាន់ប្រទេសអាមេរិកហ្នឹងអត់ខំ20ជើងនេះគឺធ្វើឲ្យទ្រព្យសម្បត្តិប្រជាជនលុយកាក់របស់ Pablo ហ្នឹងកាន់តែច្រើនតាមរយៈប្រព័ន្ធចែកចាយទាំងអស់ហ្នឹង Pablo ហ្នឹងក៏បានបង្កើននៅការទិញពី Cockroach ច្រើនខ្លាំងមែនតើដែលបានយកឡានកុងតឺន័រទៅ10តែម្ដងកុងតឺន័រហ្នឹងខាងលើគេដាក់តឡូទេក៏ប៉ុន្តែនៅក្នុងសបកកុងគឺសិតតែជារបស់ Pablo នឹងទាំងអស់បន្តមកទៀតតាមដែល Liar ដដែលហ្នឹងពួកគេហ្នឹងគឺបានធ្វើនារីជនជាតិអាមេរិកច្រើនខ្លាំងមែនតើឲ្យធ្វើការងារដូច Liar ហ្នឹងអញ្ចឹងគឺនាំទំនិញចេញពីកូឡុំបៀហ្នឹងចូលទៅកាន់ទឹកដីអាមេរិកនិយាយទៅគឺមួយខែហ្នឹងរកពាន់ជើងច្រើនជើងខ្លាំងមែនតើធ្វើឲ្យលុយរបស់គេហ្នឹងគឺបានកាន់តែច្រើនរហូតដល់ Pablo ហ្នឹងគឺមានលទ្ធភាពក្នុងការទិញយន្តហោះឯកជនផ្ទាល់ខ្លួនទៀតផងដោយពួកគេហ្នឹងគឺបានដកអវ៉ាន់ចេញពីយន្តហោះបន្តមកប្រើវាដើម្បីដឹកនៅរបស់ពួកគេហ្នឹងហើយនៅពេលដែលចុះចតគឺមិនធំចុះចតធម្មតាទេពួកគេហ្នឹងគឺបានចុះចតនៅលើផ្លូវ highway ដែលមានគ្នារបស់ពួកគេហ្នឹងបោកឡានបង់ផ្លូវឲ្យមើលនៅចំកាត់បន្តមកក្រុមដែលចែកចាយដែលកំពុងតែមានវត្តមាននៅលើផ្លូវនៅចាំស្រាប់ហ្នឹងគឺបាននៅក្នុងឡានមកយកអវ៉ាន់ហ្នឹងដាក់ចូលក្នុងកុងតឺន័រហើយបោកចេញទៅទាំងអស់តែម្ដងបន្តមកយន្តហោះដែលពួកគេទិញមកហ្នឹងយកចូលវិញទេគេទុកឲ្យប៉ូលីសតែម្ដងដោយសារតែលុយដែលពួកគេចំណេញពីការជួញដូរហ្នឹងគឺវាច្រើនខ្លាំងមែនតើចង់ទិញយន្តហោះនោះបន្ថែមប្រមាណគ្រឿងទៀតក៏អត់មានបញ្ហាដែរទ្រព្យសម្បត្តិដែលបានកើតឡើងលឿននៃព្យុះរបស់ Pablo ហ្នឹងគឺបានទាញចំណាប់អារម្មណ៍របស់ក្រុមអ្នកជួញដូរផ្សេងទៀតនៅក្នុងប្រទេសកូឡុំបៀហ្នឹងអញ្ចឹងហើយពួកគេនឹងក៏បានជួបជុំគ្នាដោយសារតែចង់បានចំណែកខ្លះចេញពីប្រតិបត្តិការរបស់ Pablo ហើយ Pablo គាត់ដឹងថាហ្នឹងគាត់អាចឆ្លុះគ្នាមួយដែរគេបានទេដោយសារតែម
មានតែការដែលពួកគេនឹងសាមគ្គីគ្នាទេទៅបានធ្វើឲ្យអ្វីដែលពួកគេធ្វើនឹងទៅមុខហើយរីកចម្រើនបានកាន់តែច្រើនអញ្ចឹងហើយបាបឡូនឹងទៅសូចចាត់ចែងរំលែកចំនួន 50% នៃការងាររបស់គាត់នឹងឲ្យទៅកាន់ក្រុមដែល gender ទាំងអស់នឹងចែកគ្នាទៅគាត់ខ្លួនឯងនឹងគឺយកតែ50ទេហើយគាត់ទទួលទៅធ្វើការងារទាំងអស់ចំណែកក្រុមដែល gender ផ្សេងទៀតប្រកបហើយអាលុយនឹងគឺជាលុយ free នេះទៅគឺសុខបានលុយនឹងងាយស្រួលមិនឲ្យធ្វើអីចឹងទៅចឹងហើយពួកគេនឹងក៏បានយល់ព្រមចូលរួមជាមួយនឹងបទរការរបស់បាបឡូក្រោយពីបាបឡូលោកតែមិនបានកាន់តែច្រើនបញ្ហាក៏កើតឡើងកាន់តែច្រើនដែរដំបូងគឺចាប់ដើមចេញពីកោក្រូចទៅមុនគេកោក្រូចនឹងក៏លោថាគាត់ធ្វើការងារហត់នៅវិដាព្រៃភ្នំតែសញ្ញាតែម្នាក់ឯងក៏ប៉ុន្តែលុយចំណេញនឹងគឺបានពីជាងបាបឡូដូចឆ្ងាយមិនយូរប្រហែលឡាន10តំមីងរបស់បាបឡូនឹងក៏ត្រូវបានប៉ូលីសធ្វើការឃាត់ហើយបាបឡូក៏មិនប្រអងយូរដែរគឺបានមកជួបប៉ូលីសដល់ប៉ូលីសតែម្ដងដើម្បីធ្វើការនិយាយតាមខ្សែកជាមួយនឹងប៉ូលីសដែលសារតែប៉ូលីសនឹងគឺយកលុយរបស់បាបឡូរាល់ខែមិនបានចាប់ឡានមកគាត់ចឹងមេប៉ូលីសបានប្រាប់ទៅយ៉ាងបាបឡូថាបាបឡូនឹងគឺបានកេងចំណេញទៅលើគាត់ដោយសារតែតម្លៃតំណែងនឹងគឺរហូតដល់តែជាង4លាន10ម្ដងណាក៏ប៉ុន្តែឲ្យលុយហ្វឺនឹងតែ100000ជាងទេព្រាបាបឡូគ្រាន់តែលុយចំខ្ញុំគឺដឹងថាអូគឺមានរណុកខ្នងដល់ព័ត៌មានដល់មកកាន់ប៉ូលីសហើយក្បត់គាត់ហើយដោយសារតែប៉ូលីសនឹងគឺមិនអាចដឹងអំពីតម្លៃទីផ្សារបានទេអញ្ចឹងហើយបាបឡូនឹងក៏មិនបានប្រកែកទៀតដែរដែលបានប្រាប់ប៉ូលីសថាគាត់យល់ព្រមឲ្យលុយប៉ូលីសនេះចំនួន1លានដុល្លារបើសិនបើប៉ូលីសនេះយល់ព្រមប្រាប់គាត់ថាណាគេជាអ្នកផ្ដល់ព័ត៌មានឲ្យមកកាន់ប៉ូលីសបានទៅព្រមប្រាប់ថាកោក្រូចគឺជាអ្នកផ្ដល់ដំណឹងឲ្យពួកគេហើយមិនតាមតែប៉ុណ្ណឹងទេបាបឡូបានរកឃើញថាកោក្រូចនឹងគឺថែមតែបានលួចយកតំណែងរបស់គាត់នឹងឲ្យយកទៅលក់នៅទឹកដីអាមេរិកទៅខ្លួនឯងទៅផងអត់ឆ្លងកាត់បាបឡូនឹងទេហើយអ្វីដែលកោក្រូចអត់ដឹងនឹងគឺអ្នកដែលកោក្រូចបានយកទៅលក់ឲ្យនឹងគឺជាភ្នាក់ងារបង្ការការចិនទៅថ្នាំញៀននៅពេលដែលកូនចៅរបស់កោក្រូចរៀនមិនត្រូវបានប៉ូលីសហៅកាត់រៀនធ្វើការខាត់ខ្លួនទៅហើយក៏ស្រាប់តែមេគេទៅកោពីហ្នឹងបានជិះចូលមកដើម្បីធ្វើការបាញ់ប្រហារទៅលើកូនចៅរបស់កោក្រូចធ្វើឲ្យ slash ទាំងអស់តែម្ដងខណៈដែលចិត្តកោនេះវិញក៏ត្រូវបានភ្នាក់ងារបង្ការការចិនទៅថ្នាំញៀនហ្នឹងបាញ់ឲ្យ slash ម្នាក់និងម្នាក់ទៀតហ្នឹងគឺត្រូវបានចាប់ខ្លួនចិត្តកោហ្នឹងគឺជាកូនចៅរបស់បាបឡូហើយចាប់ខ្លួនបានប្រមាណហ្នឹងតុលាការក៏បានធ្វើការកាត់ក្តីតែបាបឡូហ្នឹងក៏បានបង់លុយឲ្យតុលាការចំនួន2លានដុល្លារជាលុយតម្កល់ដែលអនុញ្ញាតឲ្យកូនចៅរបស់គេអាចនៅក្រៅឃុំបន្ទាប់មកពួកគេហ្នឹងក៏បានប្រព្រឹត្តអាការហ្នឹងធ្វើការលួចគេចខ្លួនក្នុងកូនចៅរបស់គេដែលជាចិត្តកោហ្នឹងចាក់ចេញពីទឹកដីអាមេរិកត្រឡប់មកកាន់ប្រទេសកូឡុំប៊ីវិញបានជោគជ័យនិយាយទៅបាបឡូគឺមិនណាបបងកូនចៅរបស់គេទេអញ្ចឹងកូនចៅរបស់គេហ្នឹងគឺស្មោះត្រង់មកគេខ្លាំងមែនតើចំណែកខុសប្រូយ៉ាងណាវិញគឺមិនរួចខ្លួននោះទេទៅបានក្រុមរបស់បាបឡូនេះចាប់បាននៅត្រូវបាបឡូសម្លាប់ចោលទៅមិនយូរប្រហែលព័ត៌មានរបស់បៃធ្លីតើតើជាមួយនឹងទ្រព្យសម្បត្តិដ៏ច្រើនស្ទើរស្ទាប់របស់ក្រុមបាបឡូក៏ដូចជាក្រុមដែលចិនដូផ្សេងទៀតហ្នឹងគឺបានបង្កើតជាបញ្ហាកាន់តែធំជាងនឹងទៀតដែលបញ្ហាហ្នឹងគឺបញ្ហានៃការតូដាក់លុយរបស់ពួកគេនឹងតែម្ដងដែលសារតែលុយរបស់ពួកគេគឺច្រើនក៏ប៉ុន្តែពួកគេមិនអាចយកទៅទុកនៅធនាគារបានទេដោយសារតែយកលុយខុសច្បាប់អញ្ចឹងហើយពួកគេនឹងក៏បានចាប់ដើមគិតនៅមធ្យោបាយថ្មីគឺតាក់ទងជាមួយនឹងការលាងលុយហ្នឹងឯងបាបឡូបានបោះលេរបស់គេទិញក្រុមហ៊ុនតាក់ស៊ីមួយដែលក្រោយមកហ្នឹងគឺបានរកបាក់ចម្លែកជាបានច្រើនខ្លាំងមែនតើខណៈដែលអ្នកជួញដូរផ្សេងទៀតហ្នឹងគឺបានប្រប្រែលុយរបស់ពួកគេហ្នឹងខ្លះហ្នឹងយកទៅទិញទីតាំងកន្លែងជីរ៉ែទៅខ្លះហ្នឹងគឺបានយកទៅទិញក្រោសាសអញ្ចឹងទៅហើយបាបឡូមិនត្រឹមតែលាងលុយរបស់គាត់ជាមួយនឹងចំនួនទៅទេក៏ប៉ុន្តែគាត់លាងជាមួយនឹងការទិញតាមបំណុលដើម្បីថ្លៃយកមកទុកទៀតផងដែលបងប្អូនរបស់គាត់ឈ្មោះតែ Gustavo ហ្នឹងគឺបានប្រមានប្រាប់ទៅកាន់បាបឡូថាប្រយ័ត្នប្រយែងបន្តិចក៏បង្ហាញអំពីទ្រព្យសម្បត្តិរបស់ពួកគេខាងពេកព្រោះថាវាមានហានិភ័យខ្លាំងមែនតើមិនយូរប្រហែលខ្ញុំឃើញថាមានដូចក្រុមជនទៅថ្នាំតែប្រហែលដែលមានតែពលមានលុយរហូតដល់កសាចុកផ្សាយហ្នឹងគឺផ្នែកជាគោលដៅរបស់ក្រុមមួយគេហៅថាក្រុម Gorilla ពួកហ្នឹងគឺជាក្រុមប្រទាមប្រឆាំងរដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ីហ្នឹងដោយពួកហ្នឹងគឺបានរៀបចំអានការចង់ចាប់ចម្រិតពួកហ្នឹងយកលុយដើម្បីយកមក funding ឬក៏ផ្គត់ផ្គង់នៅក្នុងប្របបាការបស់ពួកគេអញ្ចឹងណាហើយដំបូងពួកគេហ្នឹងគឺបានដាក់គោលដៅទៅកាន់ប៉ាប្លូក៏ប៉ុន្តែដោយសារតែប៉ាប្លូហ្នឹងគឺមានប្រជាជនគ្រប់គ្រងជាពិសេសគឺអ្នកក្រដែលប៉ាប្លូបានជួយអញ្ចឹងហើយពួកគេក៏បានលោគោលដៅទៅកាន់បារម្ភម្នាក់ឈ្មោះថាអូឆូវ៉ាដែលជាមេក្រុមចិនដូថ្នាំដែរដែលពួកគេហ្នឹងគឺបានចាប់ប្រពន្ធរបស់អូឆូវ៉ានៅកន្លែងក្រុងតែម្ដងញាត់ចូលក្នុងឡានហើយចាប់ចម្រិតពីលុយពីអូឆូវ៉ាតាមយ៉ាងការហ្នឹងប៉ាប្លូហ្នឹងគឺបានកោះប្រជុំភ្លាមៗដល់សន្តាគាររបស់គាត់ដែលទៅគឺមានលុយទិញសន្តាគារមួយស្រាប់អូស៊ីទៅម្ដងដោយហៅមេដឹកនាំដោយក្រុមចិនដូថ្នាំទៅប្រហែលហ្នឹងមកជួបជុំគ្នាបន្ទាប់មកគាត់ហ្នឹងក៏បានលើកនៅសំណាមួយថាពួកគេហ្នឹងគួរតែមានក្រុមការពារខ្លួនឯងបានន័យថាពួកគេហ្នឹងគឺបង្កើតជាក្រុមទាហានបំផុតដើម្បីការពារការចាប់ចម្រិតហ្នឹងហើយពួកគេទាំងអស់គ្នាហ្នឹងគឺចូលលុយគ្នាម្នាក់ទិញណានតិចដើម្បីឲ្យអូពីថ្មីរបស់ពួកគេហ្នឹងដំណើរការមេដឹកនាំនៃក្រុមចិនដូទាំងអស់ហ្នឹងគឺបានយល់ព្រមតែនេះហើយវាជាចំណុចចាប់ផ្ដើមនៃការកកើតឡើងនៃអង្គភាពបណ្ដាប្រវត្តិឬក៏អង្គភាពទាហានរបស់ប៉ាប្លូមករយៈពេលកន្លងទៅយើងឃើញថាក្រុមប៉ូលីសឡុំប៊ីហ្នឹងអត់មានលទ្ធភាពតាមរបស់របស់អូឆូវ៉ាដែលត្រូវបានគេចាប់ចម្រិតហ្នឹងត្រឡប់មកវិញទេតែក្រុមរបស់ប៉ាប្លូដែលបង្កើតឡើងថ្មីហ្នឹងបែរជាអាចតាមរកទីតាំងរបស់ក្រុម Gorilla ហ្នឹងឃើញរីឯក្រុម Gorilla ដែលសារតែថ្លៃទៅក្រុមរបស់ប៉ាប្លូដែលជំមេក្រុមចិនដូថ្នាំមានអំណាចមានតពុលដល់ប្រទេសកូឡុំប៊ីហ្នឹងនៅតាមរកទីតាំងគ្រួសាររបស់ពួកគេហើយសម្លាប់ក្រុមគ្រួសាររបស់ពួកគេចោលចឹងហើយពួកគេហ្នឹងក៏បានលួចដោះលែងប្រពន្ធរបស់អូឆូវ៉ាត្រឡប់មកវិញទោះជាអញ្ចឹងក៏ដោយកូនចៅរបស់ប៉ាប្លូនៅតែអាចតាមចាំមេដឹកនាំនៃក្រុម Gorilla ហ្នឹងបានណានាំមកជួបគ្នាជាមួយនឹងប៉ាប្លូក៏ប៉ុន្តែប៉ាប្លូមិនបានធ្វើឲ្យទៅកាន់មេដឹកនាំនៃក្រុម Gorilla នោះទេក៏ផ្លាប់ផ្ទុយទៅវិញគាត់បានស្នើឲ្យមេដឹកនាំនៃក្រុមហ្នឹងសហការគ្នាជាមួយនឹងគាត់ធ្វើការជាមួយនឹងគ្នាទៅវិញដែលមកដល់កន្លែងហ្នឹងគឺយកមកនាំអំពីមហិច្ឆតារបស់ប៉ាប្លូគឺគាត់មិនត្រឹមតែចង់ខ្លាយជាមេដឹកនាំនៃក្រុមចិនដូថ្នាំដ៏មានឥទ្ធិពលនៅក្នុងប្រទេសកូឡុំប៊ីនោះទេក៏ប៉ុន្តែគាត់គឺចង់គ្រប់គ្រងប្រទេសកូឡុំប៊ីហ្នឹងទាំងមូលតែម្ដងប្រហែលថែកន្លងទៅនៅមិនពេលកាត់ក្តីយើងឃើញតែចៅក្រមម្នាក់ហ្នឹងគឺបានទទួលនៅលិខិតមួយយើងមិនដឹងថាលិខិតអីទេក៏ប៉ុន្តែរំពេញនោះចៅក្រមហ្នឹងស្រាប់តែបានយកអាមួកឃ្លុំហ្នឹងយកមកពាក់ទៅលើក្បាលដោយមេចៅអញ្ចឹងគាត់ពាក់ហ្នឹងគឺដើម្បីកុំឲ្យវាស្គាល់មកគាត់ដោយសារតែគាត់ត្រូវឡើងមកកាត់ក្តីមេដឹកនាំនៃក្រុមចិនដូថ្នាំម្នាក់នៅក្នុងប្រទេសកូឡុំប៊ីហ្នឹងហើយនៅកន្លែងហ្នឹងគឺគាត់បានកាត់ទោសឲ្យអាប៉ែហ្នឹងជាប់ពន្ធនាគារ130
ឆ្នាំនឹងត្រូវបញ្ជូនពីប្រទេសកូឡុំប៊ីនឹងទៅជាប់គុកនៅប្រទេសអាមេរិកផុសពីនោះមកបានដឹងថាលិខិតមុននឹងគឺជាលិខិតដែលប៉ាប្លូបានផ្ញើមកចៅក្រមនឹងគម្រាមកុំឲ្យចៅក្រមនឹងដាក់ទោសទៅលើគ្នារបស់គេបើមិនចឹងទេគេនឹងសម្លាប់ចៅក្រមនឹងចោលអីចឹងណាក៏តែចៅក្រមនឹងក៏បានជ្រើសរើសធ្វើតាមម្ដងប្រទេសរបស់គាត់ហើយនៅពេលដែលចៅក្រមនឹងចេញទៅធ្វើការមកវិញប៉ាប្លូនឹងក៏បានកូនចៅរបស់គេសម្លាប់ចៅក្រមនឹងចោលតែម្ដងដែលនេះគឺជាវិធីសាស្ត្រដែលប៉ាប្លូនឹងតែងតែប្រើដើម្បីទប់ទល់ជាមួយនឹងមនុស្សណាក៏ដោយដែលមិនស្ដាប់តាមបញ្ជារបស់គាត់ហើយនេះក៏ជាមូលហេតុដែលធ្វើប៉ាប្លូនឹងខ្លាចជាមានអំណរដែលក្រុមជំនួយថ្នាំដ៏ធំជាងគេបំផុតនៅលើសកលលោកផងដែរដោយគាត់នឹងគឺតែងតែបញ្ជូនតំណែងប្រមាណជាជាង60%ទៅកាន់ទីផ្សារអាមេរិកជាមួយនឹង100 លានដុល្លាររបស់បញ្ជូនត្រឡប់ដល់ប៉ាប្លូវិញជារាល់ឆ្នាំនៅឆ្នាំ1985ទ្រព្យសម្បត្តិរបស់ប៉ាប្លូត្រូវបានគេប៉ាន់ប្រមាណថាបានកើនឡើងរហូតដល់ទៅជាង3000 លានដុល្លារហើយទស្សនវិស័យ form នឹងគឺបានចុះផ្សាយប៉ាប្លូនឹងគឺជាឱកាសទៅជនដំបូងដែលបានខ្លាយជាមហាស្ត្រីពាន់លានបើទៅជាបានខ្លាយជាមនុស្សមានអំណាចតែមានលុយច្រើនចឹងហើយក៏ដោយប៉ាប្លូគឺមិនដាវភ្លេចអំពីសពកំណើតរបស់គាត់ទេតែ form នឹងក៏បានត្រឡប់មកកាន់ទីក្រុងកំណើតវិញតែងតែចែកលុយក៏ដូចជាសង់ផ្ទះឲ្យអ្នកក្រីក្រហើយថែមទាំងបានសង់ទីតាំងនៅសួនសត្វមួយធំដើម្បីឲ្យប្រជាជនក្រីក្រឬក៏ក្មេងៗក្រីក្រនឹងអាចទស្សនាបានដោយឥតគិតថ្លៃទៀតផងដែលនេះគឺបានធ្វើប៉ាប្លូនឹងខ្លាចជាមនុស្សម្នាក់ដែលត្រូវបានស្រឡាញ់រកបានក៏ដូចជាគោរពខ្លាំងមែនទែនពីចំណោមប្រជាជនជាពិសេសនឹងទីអ្នកដែលមានជីវភាពសោកសោយហើយដោយសារតែរឿងហ្នឹងប៉ាប្លូនឹងគឺបានសាងនៅកំហុសមួយធំខ្លាំងមែនទែននៅក្នុងជីវិតរបស់គាត់ដែលគាត់នឹងបានសម្រេចចិត្តចូលឈ្មោះធ្វើជាប្រធានាធិបតីដំបូងប៉ាប្លូនឹងក៏បានមកលុយច្រើនខ្លាំងមែនទែនឲ្យទៅកាន់មេធាវីដ៏ល្បីល្បាញម្នាក់ដើម្បីជួយឲ្យគាត់នឹងមានឈ្មោះស្អាតស្អំអាចឈរបានបន្ទាប់មកគាត់នឹងក៏បានផ្ដល់ជំនួយផ្ដល់វិភាគទានប្រមាណជាជាង3 លានដុល្លារឲ្យទៅកាន់បកប្រឆាំងហើយតាមរយៈរឿងនោះបកប្រឆាំងនឹងក៏បានឲ្យសិទ្ធិគាត់ចូលឈ្មោះធ្វើជាអ្នកតំណាងរាស្ត្រហើយគេបោះឆ្នោតឲ្យប៉ាប្លូបានបន្តប៉ាលុយរបស់គាត់នេះជួយអបអរសាទឲ្យធ្វើការផ្សព្វផ្សាយដែលធ្វើឲ្យប្រជាប្រិយភាពរបស់គាត់នឹងកើនឡើងខ្លាំងមែនទែនហើយមិនយូរប៉ុន្មានខាងទូតអាមេរិកប្រចាំនៅប្រទេសកូឡុំប៊ីនឹងក៏បានធ្វើអន្តរាគមន៍ប្រឆាំងជាមួយនឹងការដែលប៉ាប្លូនឹងចូលឈ្មោះជាបោះឆ្នោតធ្វើជាសមាជិកសភាឬក៏ប្រធានបតីនឹងដោយសារតែពួកគេនឹងគឺមិនអាចអនុញ្ញាតឲ្យមនុស្សដែលបានធ្វើឲ្យប៉ាប្លូទៅលើការរស់នៅរបស់ប្រជាជនអាមេរិកនឹងអាចឡើងមានអំណាចនៅក្នុងប្រទេសកូឡុំប៊ីនឹងទេផ្នែកញ៉ាំរបស់ទូតអាមេរិកបានធ្វើការតាក់ទងទៅកាន់ផ្នែកញ៉ាំបក្រាបគ្រឿងញៀននៅក្នុងប្រទេសកូឡុំប៊ីនៅដែលបានផ្ដល់ព័ត៌មានតាក់ទងជាមួយនឹងរឿងប្រវត្តិដើមរបស់ប៉ាប្លូដែលធ្លាប់តែបានគេចាប់ខ្លួនក្រោមបទក្រឹត្យនៃការជួញដូរថ្នាំបន្ទាប់មកពួកគេនឹងក៏បានលួចឲ្យព័ត៌មាននឹងទៅកាន់អ្នកកសែតហើយអ្នកកសែតនឹងក៏បានទម្លាយព័ត៌មាននឹងបើទៅជាអញ្ចឹងក៏ដោយប៉ាប្លូនឹងគឺបានបញ្ជូនកូនចៅរបស់គេឲ្យទៅដល់ CIA ដោយដំបូងកូនចៅរបស់គេពីរនាក់នឹងគឺបានទៅសម្លេះមេដុនឡំនៃអវភាពប្រឆាំងការជួញដូរថ្នាំញៀននឹងដំបូងគេបន្ទាប់មកពួកគេនឹងគឺបានបន្តសម្លេះអ្នកកសែតដែលបានទម្លាយព័ត៌មាននឹងហើយថែមទាំងបានចាប់ចម្រិតចៅក្រមដែលទទួលនឹងក្តីរបស់ប៉ាប្លូហើយសម្លេះគាត់ដោយដុតពីហើយស្លេះនៅក្នុងផ្ទះហ្នឹងតែម្ដងតាំងតែសកម្មភាពទាំងអស់ហ្នឹងប៉ាប្លូក៏អាចទប់ស្កាត់ក៏មិនមានការបាយធ្លាយប្រវត្តិដើមរបស់គាត់ហើយទីបំផុតគាត់នឹងក៏ត្រូវបានគេបោះឆ្នោតជាប់ខ្លាយជាសមាជិកសភារបស់ប្រទេសកូឡុំប៊ីមកដល់ថងចំណុចហ្នឹងប៉ាប្លូនឹងក៏មានមោទនភាពជាមួយនឹងភាពជោគជ័យរបស់គាត់ខ្លាំងមែនទែនក៏ប៉ុន្តែថ្ងៃមួយក្នុងអំឡុងពេលការប្រជុំសភាហ្នឹងរដ្ឋមន្ត្រីក្រសួងយុតិធម៌ម្នាក់ហ្នឹងគឺសាប់ទៅបានទម្លាយអំពីប្រវត្តិនៃការចាប់ខ្លួនរបស់ប៉ាប្លូដែលចាប់ខ្លួនក្រោមបទនៃការជួញដូរថ្នាំមកដែលនេះគឺបានធ្វើឲ្យប៉ាប្លូហ្នឹងអាម៉ាស់មុខខ្លាំងមែនទែននៅបានសម្លោះសម្លងទៅកាន់រដ្ឋមន្ត្រីក្រសួងយុតិធម៌ព្រមទាំងបានចាក់ចេញពីកន្លែងហ្នឹងទៅផុតពីនោះមកទៅបានយើងនឹងថាការដែលរដ្ឋមន្ត្រីក្រសួងយុតិធម៌ធ្វើអញ្ចឹងគឺក្រុមសម្ពាធរបស់ស្ថានទូតអាមេរិកដែលទូតអាមេរិកនេះគឺបានយករូបថតចាស់មួយរបស់ប៉ាប្លូដែលពួកគេរកឃើញហ្នឹងយកមករដ្ឋមន្ត្រីក្រសួងយុតិធម៌ហើយបានប្រាប់ថាបើសិនជាខាងក្រសួងយុតិធម៌របស់ប្រទេសកូឡុំប៊ីហ្នឹងអត់ព្រមបញ្ចេញព័ត៌មានហ្នឹងទេពួកគេនឹងបញ្ចេញព័ត៌មានហ្នឹងទៅកាន់ពិភពលោកតែម្ដងហើយពលលោកធ្វើការសរច្បងមកកាន់ប្រទេសកូឡុំប៊ីដែលអនុញ្ញាតឲ្យមាននាំនៅក្រុមជួញដូរថ្នាំហ្នឹងខ្លាយជាសមាជិកសភារបស់ប្រទេសខ្លួនអញ្ចឹងហើយបានជារដ្ឋមន្ត្រីក្រសួងយុតិធម៌ហ្នឹងអត់មានចម្រឹះធ្វើការបោះអក្រានមាត់ប៉ិតរបស់ប៉ាប្លូរីប៉ាប្លូបើទៅជាគាត់មកព្យាយាមធ្វើសន្និសីទរសាដើម្បីបកស្រាយថាគាត់ទៅបានកលីពណ៌គាត់ដោយក៏ប៉ុន្តែរសារតែការសាយភីនដែលរឿងមួយហ្នឹងគឺវាធំអញ្ចឹងហើយរដ្ឋបាលរបស់ប្រទេសកូឡុំប៊ីហ្នឹងក៏បានសម្រេចចិត្តធ្វើសកម្មភាពបូកក្រាបក្រុមជួញដូរថ្នាំដែលចាប់ផ្ដើមពីការកាត់ពីហ៊ុនរបស់ពួកគេចេញពីក្លឹបបាល់ទាត់បន្តមកបានវត្តទីតាំងការសញ្ចររបស់ក្រុមប៉ាប្លូនឹងចោលទាំងស្រុងតែម្ដងតែវាគឺបានធ្វើឲ្យប៉ាពាល់ទៅដល់ប្រតិបត្តិការរបស់ក្រុមជួញដូរនឹងខ្លាំងមែនទែនអញ្ចឹងហើយមេដឹកនាំនៃក្រុមជួញដូរថ្នាំផ្សេងទៀតនឹងគឺចាប់ផ្ដើមមានការមិនសប្បាយចិត្តជាមួយនឹងការដឹកនាំរបស់ប៉ាប្លូថារឿងណាដែលបានកើតឡើងតែប្រហែលហ្នឹងគឺដោយសារតែប៉ាប្លូនឹងសុកទៅចូលពាក់ព័ន្ធជាមួយនឹងរឿងនយោបាយហ្នឹងឯងដែលរឿងទាំងអស់ហ្នឹងគឺកាន់តែធ្វើឲ្យប៉ាប្លូនឹងមានកំហឹងខ្លាំងឡើងប៉ាប្លូរួចមកក៏បានវិជាក្រុមចាររបស់គាត់ឲ្យសម្លេះរដ្ឋមន្ត្រីក្រសួងយុតិធម៌នឹងចោលហើយប្រកាសថាតាមរយៈការសម្លេះមន្ត្រីដែលមានសាក់ធំអញ្ចឹងគឺបានធ្វើឲ្យរដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ីនឹងមានការអាម៉ាស់មុខខ្លាំងមែនទែនអញ្ចឹងហើយរដ្ឋាភិបាលនឹងគឺបានចេញរង្វាន់ចំនួន1 លានដុល្លារដល់អ្នកណាគេក៏ដោយដែលចាប់ខ្លួនឬក៏សម្លេះប៉ាប្លូនៅបានក៏ប៉ុន្តែវាគាត់ណាក្រុមដែលចិនដូរថ្នាំក៏ដូចជាមនុស្សផ្សេងៗហ្នឹងគឺមិនខ្វាយខ្វល់អំពីលុយរង្វាន់ហ្នឹងទេដែលពួកគេហ្នឹងគឺថែមតែស្មោះត្រង់ហ៊ានជាប់គុកចរុះប៉ាប្លូទៀតផងដោយសារតែជាប់គុកនៅកូឡុំប៊ីហ្នឹងគឺវាគ្មានស្អីនោះទេអ្វីដែលពួកគេខ្លាចផុតហ្នឹងគឺកិច្ចព្រមព្រៀងមួយដែលខាងកូឡុំប៊ីហ្នឹងបានយល់ព្រមជាមួយនឹងអាមេរិកក្នុងការបញ្ជូនអ្នកទោសពីការចិនដូរថ្នាំហ្នឹងចេញពីទឹកដីកូឡុំប៊ីចូលទៅកាន់ទោសថាទឹកដីអាមេរិកអាហ្នឹងឡើយដែលពួកគេហ្នឹងមិនចង់ឲ្យការឡើងប៉ាប្លូបានបញ្ចុងជាមួយនឹងមេដឹកនាំទៅក្រុមចិនដូរថ្នាំផ្សេងទៀតមធ្យោបាយដើម្បីធ្វើឲ្យណាឲ្យកិច្ចព្រមព្រៀងហ្នឹងត្រូវបានលុបចោលអញ្ចឹងហើយពួកគេហ្នឹងគឺមានកំណត់ផ្សេងៗគ្នាចំពោះរឿងនោះដោយអ្នកខ្លះហ្នឹងគឺបានទៅជួទៅហ៊ានស៊ីឈ្នួលណាឲ្យជួយតាមសម្លេះណារត់ដោយដែលពាក់ព័ន្ធជាមួយនឹងការធ្វើកិច្ចព្រមព្រៀងហ្នឹងអ្នកខ្លះទៀតហ្នឹងគឺបានទៅទិញស្ថានីយវិទ្យុមួយតែម្ដងនិយាយរងថ្ងៃនិយាយធ្វើយ៉ាងណាដាក់សម្ពាធទៅកាន់រដ្ឋាភិបាលហ្នឹងឲ្យលុបកិច្ចព្រមព្រៀងហ្នឹងចោលហើយអ្នកខ្លះហ្នឹងក៏បានចំណាយលុយរាប់លានដុល្លារជួយអ្នកភាសាហ្នឹងឲ្យធ្វើការ lobby រដ្ឋាភិបាលកូឡុំប៊ីទៀតផងរីប៉ាប្លូគាត់ក៏មានវិធីសាស្ត្ររបស់គាត់ដែរគាត់និយាយតាមវេទិកាសាធារណៈហ្នឹងគឺសឹងតែរងថ្ងៃតែម្ដងនិយាយថាពេលតព្រៀងហ្នឹងគឺបានធ្វើឲ្យប៉ាពាល់ទៅលើដែនអធិបតេយ្យរបស់ប្រទេសកូឡុំប៊ីអញ្ចឹងណាលក្ខណៈថាបរទេសគ្រប់គ្រងហើយគាត់ហ្នឹងក៏តែងតែផ្សាយលិខិតពីការរដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ីផងដែរឲ្យពិចារណាអំពីការលុបចោលនៃភាពព្រម
ក្នុងពីនឹងបើទោះជាចឹងក៏ដោយរដ្ឋាភិបាលបច្ចុប្បន្នរបស់កូឡុំបៀគឺនៅតែបន្តតាំងចិត្តក្នុងការបង្ក្រាបការជំនួសឆ្នាំដោយគាត់នឹងគឺថាតាបានមិនជឿនព្រមព្រៀងចឹងខ្លាំងមែនទែនដើម្បីទៅចាប់ខ្លួនប៉ាប្លូដល់តែទៀតផងក៏ប៉ុន្តែប៉ាប្លូទីមានខ្សែរយៈច្រើនមានភ្លេងមានចំហច្រើនអញ្ចឹងហើយព័ត៌មានហ្នឹងគឺបានមកដល់ប៉ាប្លូលឿនខ្លាំងមែនទែនដូច្នេះហើយប៉ាប្លូហ្នឹងគឺបានឲ្យក្រុមគូសាររបស់គាត់រៀបចំមកបានដើម្បីចាក់ចេញខណៈដែលគាត់ខ្លួនឯងហ្នឹងក៏បានឡើងគឺថាធំពីចាក់មួយចាក់ចេញពីកន្លែងហ្នឹងផងដែរមិនសន្ទុះក្រោយមកក្រុមរៀនដឹកនាំដើម្បីឲ្យពីប្រចាំការជំនួសឆ្នាំហ្នឹងគឺបានមកដល់តែរបស់ប៉ាប្លូហើយតែហ៊ានហ្នឹងគឺបានចាប់កូនចៅរបស់ប៉ាប្លូបានមួយចំនួនបន្ទាប់មកពួកគេហ្នឹងគឺបានញ៉ាំអាហាររបស់ប៉ាប្លូដែលលសំនៅលើតុហ្នឹងដោយសារតែអាហារហ្នឹងទៅសិតសងតែជាអាហារប៉និតដែលពួកគេមិនដាបានញ៉ាំប្រពន្ធមកទេចំណែកឯមេអង្គពីប្រចាំការជំនួសឆ្នាំនៅខាងក្រៅនោះវិញគឺបានរកឃើញតែផតតាំងដែលទៅបានក្រុមប៉ាប្លូហ្នឹងដុតក៏ប៉ុន្តែដុតអត់អស់ចឹងហើយតាមរយៈផតតាំងហ្នឹងពួកគេហ្នឹងគឺបានរកឃើញអាស័យដ្ឋានកន្លែងនៅប៉ាប្លូហ្នឹងទុកដាក់ឯកសារតែតងជាមួយនឹងរឿងការបស់ពួកគេហើយថែមទាំងចាប់បានគណនេយ្យគោលរបស់ប៉ាប្លូទៀតផងតាមរយៈឯកសារទាំងអស់ហ្នឹងពួកគេហ្នឹងក៏បានរកឃើញបណ្ដាញសម្បត្តិនឹងថារបស់ប៉ាប្លូប្រតិបត្តិតាមអំពីទីតាំងផលិតថ្នាំនៅកណ្ដាលព្រៃរបស់ប៉ាប្លូផងដែរអញ្ចឹងហើយក្រុមជាមួយពីតបអាមេរិកហ្នឹងខាងកូឡុំបៀហ្នឹងគឺបានធ្វើការចុះបោកប្រាទីតាំងរបស់ប៉ាប្លូប្រតិបត្តិចាប់ខ្លួនមនុស្សចំណិតរបស់ប៉ាប្លូម្នាក់បញ្ជូនពីកូឡុំបៀទៅកាត់ទោសនៅអាមេរិកឲ្យជាប់ពន្ធនាគារជាង100ឆ្នាំនៅនោះហើយនេះគឺជាដូនដំបូងដែលធ្វើឲ្យមេដឹកនាំដែលក្រុមចិនដូថ្នាំទាំងប្រមាណនៅក្នុងប្រទេសកូឡុំបៀហ្នឹងចាប់ផ្ដើមមានអារម្មណ៍ថាយើងភ័យវាសមដែរហើយប៉ាប្លូបានចាប់បានធ្វើសកម្មភាពសងសឹកដែលបានមកជួបគ្នាជាមួយនឹងមេដឹកនាំនៃក្រុមទាមប្រឆាំងរដ្ឋាភិបាលកូឡុំបៀហៅថាក្រុមកូរ៉ាឡាដែលសហការគ្នាលើមុនហ្នឹងដែលបានសន្យាឧបត្ថម្ភអាវុធក៏ដូចជាឧបត្ថម្ភលុយច្រើនខ្លាំងមែនទែនបន្ទាប់ពីធ្វើការប្រយុទ្ធជាមួយនឹងក្រុមរដ្ឋាភិបាលរបស់ប្រទេសកូឡុំបៀហ្នឹងអញ្ចឹងហើយខាងកូរ៉ាឡាហ្នឹងក៏បានយល់ព្រមតែបានបកកាប់បាញ់ប្រហារគ្នាជាមួយរដ្ឋាភិបាលកូឡុំបៀដែលធ្វើឲ្យទីតាំងស្ថាប័នមួយចំនួនធំរបស់កូឡុំបៀហ្នឹងគឺទៅបានដួលរលំហើយចាក្រុមច្រើនខ្លាំងមែនទែនសឹងតែ50%ទៅហើយគឺបានស្លេះបន្ទាប់មកពួកគេហ្នឹងគឺថែមតែបានបាត់កំទេចផតតាំងទាំងប្រមាណដែលខាងរដ្ឋាភិបាលរបស់ប្រទេសកូឡុំបៀប្រមូលបានតាក់ទងជាមួយនឹងប៉ាប្លូហ្នឹងចោលទាំងអស់ទៀតផងប៉ាប្លូក្រោយមកក៏បានធ្វើតាមសន្យាដែលបានប្រគល់ឲ្យដល់កាន់ក្រុមកូរ៉ាឡាហ្នឹងក៏ប៉ុន្តែគាត់បានសន្យាថាមិនបានសម្លេះពួកហ្នឹងទេចង់ឲ្យកូនចៅរបស់គាត់ហ្នឹងក៏បានសម្លេះពួកហ្នឹងចោលទាំងអស់ដើម្បីបំបត្តិមាត់នឹងឯបន្ទាប់ប៉ាប្លូបានបន្តវិជាកូនចៅរបស់គាត់ហ្នឹងអាចដើរសម្លេះប៉ូលីសដែលពួកគេបានជួបអាចសម្លេះបានហ្នឹងគឺតែសម្លេះខណៈដែលប៉ាប្លូនៅវិញហ្នឹងគឺបានកត់នៅចំនួនប៉ូលីសដែលពួកគេបានសម្លេះចោលទាំងប្រមាណហ្នឹងនៅក្នុងសភៅរបស់គាត់ដើម្បីដឹងចំនួនហើយក្រៅពីហ្នឹងក្រុមរបស់ប៉ាប្លូគឺថាតែបានឲ្យអាវុធទៅកាន់មនុស្សជំទង់ដោយឲ្យពួកហ្នឹងមកកចលាចលនៅក្នុងសង្គមហ្នឹងកាន់តែខ្លាំងហើយត្រឹមរយៈពេលតែមួយខែទេប៉ូលីសរាប់រយនាក់គឺត្រូវបានក្រុមរបស់ប៉ាប្លូហ្នឹងសម្លេះជាបន្តព្រមត្រីសង្ការពិជាតិដែលតែមានការបារម្ភអំពីស្ថានភាពហ្នឹងគឺបានតែងតាំងបារម្ភម្នាក់ឈ្មោះតាកូឡាដែលជាមនុស្សចំណិតរបស់គាត់ហ្នឹងឲ្យធ្វើការងារប្រឆាំងជាមួយនឹងក្រុមរបស់ប៉ាប្លូកូឡាបានចាប់ដើមជ្រើសរើសក៏ដូចជាបំបត្តិកងកម្លាំងពិសេសមួយក្រុមដែលពួកហ្នឹងគឺមិនអាចទិញទឹកចិត្តឬក៏ធ្វើការសម្លុតបានទេដោយសារតែសមាជិកនៃក្រុមគ្រួសាររបស់ពួកគេហ្នឹងគឺសុទ្ធសឹងតែត្រូវបានក្រុមដែលចិនដូថ្លែមទៅជាប៉ាប្លូហ្នឹងបានសម្លាយអស់ហើយថ្ងៃមួយផ្នែកងារខាងបង្ក្រាបលងយានរបស់អាមេរិកហ្នឹងគឺបានទទួលព័ត៌មានសំងាត់មកអំពីទីតាំងរបស់បារម្ភម្នាក់ឈ្មោះតាកតចាដែលត្រូវជាដៃស្ដាំរបស់ប៉ាប្លូពួកហ្នឹងកំពុងតែលាក់ខ្លួននៅទីតាំងនៃកោះដែលសន្យាមកកន្លែងដូច្នេះហើយក្រុមផ្នែកងារបង្ក្រាបលងយានរបស់អាមេរិករួមជាមួយនឹងកតចាដែលជាមានដំណំនៅក្នុងកម្លាំងពិសេសរបស់កូឡុំបៀទៅប្រកាសថ្មីមកហ្នឹងគឺបាននាំគ្នាមកកាន់ទីតាំងនៃកោះមួយហ្នឹងដើម្បីចាត់ការក្រុមរបស់កតចាជាមួយនឹងកូឡាហ្នឹងក៏បានបន្ទុះសរាយគ្នាហើយនៅក្នុងការប្រយុទ្ធមួយហ្នឹងកតចាហ្នឹងគឺបានប្រើអភ្លើងបាញ់មីស៊ីលបាញ់សម្បៅទាំងក្រុមរបស់កូឡាធ្វើឲ្យកូឡាហ្នឹងគឺសឹងតែបាត់បង់ជីវិតទៅហើយបន្ទាប់មកនៅក្នុងការចរាចរណ៍ហ្នឹងកតចាហ្នឹងគឺបាននាំកូនប្រុសរបស់គេឡើងលើឡានមួយបើចាក់ចេញទីកន្លែងហ្នឹងហើយនៅតាមផ្លូវបើទោះជាមានសមាជិកក្រុមកម្លាំងពិសេសរបស់កូឡាហ្នឹងបានកាត់ផ្លូវក៏ដោយក៏ប៉ុន្តែកតចាហ្នឹងគឺបានប្រើប្រាស់អភ្លើងជន់បាញ់ប្រហារលើកាន់ពួកគេបន្ទាប់មកក៏បានបោកបំបុកធ្លឺទៅខាងមុខទៀតមកដល់ថងចំណុចហ្នឹងកតចាមើលទៅមានអារម្មណ៍ទៅសប្បាយចិត្តខ្លាំងមែនតើដោយសារតែយីគិតថាវាខ្លួនទៅហើយដល់មិនដឹងថានៅខាងលើមេអាណោវិញហ្នឹងកំពុងតែមានហេលីកូបទ័រមួយដែលដឹកនាំដោយបារម្ភម្នាក់ដែលគាត់ហ្នឹងគឺជាផ្នែកយុទ្ធសាស្ត្រខាងបង្កើតពញ្ញារបស់អាមេរិកមានតាំងពីកំភ្លើងយន្តធ្វើការបាញ់ប្រហារសម្ដៅទៅកាន់ឡានរបស់កតចាដែលការបាញ់ប្រហារដំបូងហ្នឹងគឺវាមានបញ្ហានោះទេពួកគេនៅតែបន្តដំណើរទៅមុខបានមានអាចមានរបួសនោះទេប្រពៃហ្នឹងកូឡាហ្នឹងក៏បានធ្វើការពំរៀនប្រាប់ទៅកាន់ខាងផ្នែកយាអាមេរិកថាពួកគេគឺមិនអាចអនុញ្ញាតឲ្យណាម្នាក់ចាក់ចេញពីកងមួយនឹងបានទេនិយាយទៅគឺមិនអាចចាប់ខ្លួនបានដល់រស់គឺត្រូវតែសម្លាប់ចោលអញ្ចឹងហើយខាងផ្នែក DEA ឬក៏ខាងបង្កើតពញ្ញារបស់អាមេរិកហ្នឹងក៏បានបំបែធំវាចាក់ទៅចំពីមុខបន្តមកធ្វើការបាយរ៉ាពីខាងមុខវិញដែលនៅកន្លែងហ្នឹងគាត់ចាចឹងនៅតែអត់មានរបួសទេក៏ប៉ុន្តែកូនប្រុសរបស់គាត់ចាហ្នឹងគឺបានស្លាប់បាត់ទៅហើយគាត់ចានៅកន្លែងហ្នឹងក៏មានការឈឺចាប់និងខំតបាខ្លាំងមែនតើចឹងហើយគឺលេងខ្វល់អីបានចេញពីឡានបានយកលឹងប្រភេទហ្នឹងធ្វើការបាញ់ប្រហារសម្ដៅទៅកាន់អាថមពេជាដែលរំពេញនោះខាងផ្នែកយមបង្ក្រាបពញ្ញារបស់អាមេរិកហ្នឹងក៏បានបើកការបាញ់ប្រហារសម្ដៅទៅកាន់គាត់ចាធ្វើឲ្យគាត់ចាស្លេះបាត់បង់ជីវិតនៅកន្លែងហ្នឹងទៅគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ប្រទេសថបដីយឡំវាហ្នឹងគឺទទួលបានការគ្រប់គ្រងខ្លាំងមែនតើជាពិសេសហ្នឹងគឺពីអាមេរិកចឹងហើយប្រទេសទាំងពីរហ្នឹងក៏បានចុះហត្ថលេខាយកព្រមព្រៀងជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនផ្សេងទៀតដើម្បីគ្រប់គ្រងទៅលើការបោះសម្អាតគ្រឿងញៀននៅក្នុងប្រទេសហ្នឹងតែម្ដងនិយាយទៅប៉ាប្លូឥឡូវវិញបន្ទាប់ពីរើសរ៉ាបានកើតឡើងជាងក៏បានអមមធ្យោបាយដើម្បីសងសឹកជាមួយនឹងប្រទេសនៅដីរបស់ប្រទេសកូឡុំបៀដែរដែលគេបានជួយអ្នកជំនាញខាងក្របទោះឲ្យមករៀបចំក្របទោះខ្នាតតូចមួយដាក់ចូលក្នុងម៉ាស៊ីន record សំឡេងបន្តមកកូនចៅរបស់គេហ្នឹងគឺបានតាក់ទងរកបរិសម្នាក់ដែលជាចឹង server ធម្មតាទេដែលបានសន្យាអ្នកអនាគតហកថាឲ្យបរិសម្នាក់ជួយពួកគេក្នុងការថតសំឡេងរបស់ប្រទេសទៅដីរបស់ប្រទេសកូឡុំបៀហ្នឹងឲ្យតែប៉ុណ្្នឹងទេការងារហ្នឹងណាហើយបន្ទាប់ចំការងារពួកគេហ្នឹងគឺសន្យាឲ្យលើចំនួន1លានដុល្លារណោះតែតាមពិតទៅការងារហ្នឹងគឺជាការងារលក្ខណៈអត្តជាតិទេហ្នឹងហើយបន្តកូនចៅរបស់ប៉ាប្លូហ្នឹងក៏បាននាំបរិសម្នាក់ហ្នឹងមកកាន់ពលានយន្តហោះដើម្បីធ្វើការងារហ្នឹងខណៈដែលក្រុមរបស់ប្រទេសទៅដីប្រទេសកូឡុំបៀនៅវិញហ្នឹងក៏រៀបដំណើរលើយន្តហោះដែរតែរំពេញនៅខាងផ្នែកយាបង្ក្រាបការចិនដូរថ្នាំយានរបស់ប្រទេសអាមេរិកហ្នឹងក៏បានចូលមកជួបគ្នាជាមួយប្រទេសទៅដី
ដែលបានប្រាប់អំពីព័ត៌មានពួកគេរកឃើញថាឥឡូវហ្នឹងខាងក្រុមរបស់ប៉ាប្លូហ្នឹងគឺមានតំណែងជាមួយនឹងក្រុមអ្នកផលិតគ្រឿងផ្ទុះដែលជាភេរវករអញ្ចឹងណាអញ្ចឹងហើយបើទោះជាឥឡូវហ្នឹងអត់ទាន់មានផុសតាងថាប៉ាប្លូហ្នឹងគឺមានគោលដៅសម្លេះប្រទេសដីរបស់ប្រទេសកូឡុំបៀហ្នឹងក៏ដោយក៏ពួកគេអត់បន្ថយបន្ថែមដែរគឺបានបំវែងដានប្រទេសដីហ្នឹងចេញពីកន្លែងពលាននៅហត់ហ្នឹងទៅកាន់ទីតាំងផ្សេងនៅមុនពេលដែលក្រុមរបស់ប៉ាប្លូបានអំពីរឿងហ្នឹងអ្វីៗទូយពេលបាត់ថាឲ្យដោយសារតែបរិយាជាកូនអបរបស់ប៉ាប្លូហ្នឹងគឺបានឡើងទៅលើយន្តហោះនៅបានចុចអាប្រដាប់នឹងគាត់សម្ដែងហ្នឹងហើយក្រោយបាយហ្នឹងក៏បានផ្ទុះឡើងដែលធ្វើឲ្យយន្តហោះធ្លាក់ចូលមកខាងក្រោមចេះពេចអស់តែម្ដងនៅប្រហែលការហ្នឹងគឺមានមនុស្សរហូតដល់តែជាង100នាក់ណោះដែលសិស្សសង្ឃទៅជាជនស៊ីវិលហ្នឹងគឺបានបាត់បង់ជីវិតហើយហេតុការណ៍មួយនឹងផងដែរគឺបានធ្វើឲ្យប៉ាប្លូដែលធ្លាប់តែត្រូវបានគេគិតថាជាវរៈបរោះរបស់ប្រជាជនក្រីក្រហ្នឹងគឺបានប្រែក្លាយទៅជាភេរវករវិញដែលមិនមកយូររដ្ឋាភិបាលកូឡុំបៀបានបញ្ជូនកងកម្លាំងពិសេសរបស់កូឡាហ្នឹងទៅបង្ក្រាបទីតាំងផលិតថ្នាំរបស់ប៉ាប្លូហើយបើទោះជានៅកន្លែងហ្នឹងมันមានមនុស្សដែលមានតួនាទីសំខាន់នៅក្នុងអង្គភាពរបស់ប៉ាប្លូត្រូវបានចាប់ខ្លួនទៅដោយក៏ប៉ុន្តែប៉ាប្លូគឺទទួលរងនឹងការខាត់បងច្រើនខ្លាំងមែនទែនប៉ាប្លូបន្ទាប់មកក៏ឡើងចាប់ដាក់ធ្វើការវិបកទៅខាងរដ្ឋាភិបាលវិញដែលបានបង្ផ្ទុះទីតាំងនៃអគារមួយចោលបដាក្រុងតែម្ដងដែលវាគឺបានបង្កនៃការភ្ញាក់ផ្អើលប្រជាជួយចំអកខ្លាំងមែនទែនក៏ប៉ុន្តែបើទោះជាអញ្ចឹងក៏ដោយរដ្ឋាភិបាលកូឡុំបៀគឺបានបញ្ចូលសកម្មភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ពួកគេនោះទេដោយថែមទាំងបានចូលរួមសហការគ្នាជាមួយនឹង CIA របស់អាមេរិកនិងបានដាក់ទីក្រុងរបស់ពួកគេនឹងស្ថិតក្រោមការឃ្លាំមើល24ម៉ោងផងដែរមកដល់ចំណុចហ្នឹងប៉ាប្លូនឹងគឺបានដឹងហើយថារដ្ឋាភិបាលរបស់ប្រទេសកូឡុំបៀនឹងជាពិសេសគឺប្រធានធិបតីកូឡុំបៀតែម្ដងមិនបានខ្វាយខ្វល់អំពីអាយុជីវិតរបស់ប្រជាជនសម័យនោះទេដូច្នេះហើយប៉ាប្លូនឹងក៏បានដូរយុទ្ធសាស្ត្រដែលបានបញ្ជូនកូនចៅរបស់ពេលហ្នឹងឲ្យចាប់ខ្លួនកងវូសារបស់សមាជិកសភាកូឡុំបៀគ្រូជាអ្នកដែលមានអំណាចមានឥទ្ធិពលនៅក្នុងសង្គមកូឡុំបៀយកមកធ្វើជាចំណាក់ខ្មាំងដើម្បីស្នើសុំចូលចែជាមួយនឹងរដ្ឋាភិបាលរបស់ប្រទេសកូឡុំបៀក៏ប៉ុន្តែបើទោះជាមិនដល់ចំណុចហ្នឹងហើយក៏ដោយប្រធានធិបតីរបស់ប្រទេសកូឡុំបៀនឹងគឺនៅតែបន្តបដិសេធសំណើចូលចែពីក្រុមរបស់ប៉ាប្លូទៀតក្រោយពីដឹងថាការចូលចែមិនអាចធ្វើទៅបានប៉ាប្លូនឹងគឺបានសម្លេះកូនស្រីសមាជិកសភាកូឡុំបៀម្នាក់យករាងកាយរបស់នឹងដាក់ចូលក្នុងឡានហើយប្លង់ចោលនៅមុខរដ្ឋសភាបន្ទាប់មកប៉ាប្លូនឹងគឺបានដាក់កូនចៅរបស់វាថតវីដេអូរបស់នារីម្នាក់ដែលជាអ្នកកសាល្បីល្បាញក៏ដូចជាត្រូវជាកូនស្រីរបស់អតីតប្រធានធិបតីរបស់ប្រទេសកូឡុំបៀហើយបញ្ជូនដល់ឪពុកនិងម្ដាយរបស់នាងក្រោយពីឃើញកូនស្រីបបាអញ្ចឹងអតីតប្រធានធិបតីរបស់ប្រទេសកូឡុំបៀនឹងគឺបានដាក់សម្ពាធទៅកាន់ប្រធានធិបតីបច្ចុប្បន្នឲ្យយល់ព្រមចូលចែជាមួយក្រុមរបស់ប៉ាប្លូហើយយល់ព្រមតាមសំណើរបស់ពួកគេនឹងឲ្យអត់ទៅដែលប្រធានធិបតីនៅឡើយនឹងក៏បានព្យាយាមបដិសេធដែរក៏តែទៅមិនរួចនោះទេដោយសារតាអតីតប្រធានធិបតីនឹងគឺមានឥទ្ធិពលខ្លាំងមែនទែនតាំងពីផ្នែកហិរញ្ញវត្ថុណាគាត់ថាបើសិនជាផងធ្វើតាមអ្វីដែលគាត់ប្រាប់មិញទេទី1គាត់នឹងកាត់បាយហិរញ្ញវត្ថុទៀតទៅគឺលែងឲ្យ fund មកកាន់រដ្ឋាភិបាលកូឡុំបៀតែម្ដងហើយទី2នៅពេលដែលមានរឿងចង់ស្នើសុំឲ្យក្នុងការរដ្ឋសភានឹងគាត់ធានាថាគឺដឹងតែឆ្លោះរហូតទេបើទោះជាបានយកព្រមចូលចែជាមួយក្រុមរបស់ប៉ាប្លូប្រធានធិបតីនៅប្រទេសកូឡុំបៀនឹងគឺមិនបានបញ្ចូលសកម្មភាពរបស់គាត់នោះទេដែលបានកូនចៅរបស់គាត់នឹងប្រាប់ពីការមេធាវីរបស់ពួកគេឲ្យព្យាយាមធ្វើការចូលចែវិជាពេលជាមួយនឹងមេធាវីរបស់ប៉ាប្លូបន្ទាប់មកគាត់ក៏បានបន្តបញ្ជាទៅកាន់ក្រុមកងកម្លាំងពិសេសរបស់កូឡានឹងឲ្យសហការគ្នាជាមួយនឹងខាង CIA ដើម្បីរកទីតាំងដែលក្រុមរបស់ប៉ាប្លូនឹងបានទុកចំណាត់ខ្មាំងឲ្យឃើញហើយរំបោះមកវិញបានមិនយូរប៉ុន្មានក្រុមកងកម្លាំងពិសេសរបស់ប៉ាប្លូរួមជាមួយនឹង CIA នឹងគឺពិតជារកឃើញទីតាំងដែលក្រុមរបស់ប៉ាប្លូនឹងបានទុកចំណាត់ខ្មាំងពិតប្រាកដមែនដែលពួកគេនឹងក៏បានសម្រាប់ចូលទៅធ្វើការប្រយុទ្ធគ្នាជាមួយក្រុមកូនចៅរបស់ប៉ាប្លូសម្រាប់ពន្ធអស់ច្រើនគូសំដែរក៏ប៉ុន្តែជាអកុសលនារីអ្នកកសានឹងជាកូនស្រីរបស់អតីតប្រធានធិបតីរបស់ប្រទេសកូឡុំបៀនឹងគឺបានបាត់បង់ជីវិតនៅក្នុងអាការហ្នឹងដែលវាគឺបានធ្វើឲ្យអតីតប្រធានធិបតីនឹងគឺមានការថងសម្បាខ្លាំងមែនទែននៅបានសម្រាប់ចិត្តដាក់សម្ពាធកាន់តែខ្លាំងដល់ខាងរដ្ឋាភិបាលលោតទៅប្រទេសនៃតំបន់បច្ចុប្បន្ននឹងគឺបានសារភាពតមកថាពួកគេគឺបានចាញ់សង្គ្រាមជាមួយនឹងក្រុមរបស់ប៉ាប្លូហើយរីឯក្រុមរបស់ប៉ាប្លូជាមួយនឹងមេធាវីរបស់គេដល់វិញនឹងក៏បានអុកលេចូលសារសម្ប៉ានដែលសារតែពួកគេនឹងគឺបានមានព្រៀបទៅលើការចូលចាដោយប៉ាប្លូនឹងគឺបានយកព្រមប្រកោខ្លួនជាប់ពន្ធនាគារហើយពន្ធនាគារនឹងគឺជាពន្ធនាគារដែលកូនកោសាងឡើងដោយខ្លួនឯងតែម្ដងតែបើសិនណានៅពេលដែលប៉ាប្លូជាប់ពន្ធនាគារខាងអាមេរិកនឹងគឺមិនអាចធ្វើទៅកាន់ប៉ាប្លូបានទៀតទេនិយាយទៅក្រុមតាក់ញៀរបស់អាមេរិកដល់វិញនៅមុនពេលដែលពេលវេលាដែលប៉ាប្លូត្រូវប្រកោខ្លួននេះចូលមកដល់ពួកគេត្រូវមជ្ឈបាយចាត់ការប៉ាប្លូឲ្យបានទោះជាមជ្ឈបាយនឹងអាក្រក់យ៉ាងណាក៏ដោយដោយសារតែពួកគេគឺមិនអាចទុកឲ្យប៉ាប្លូនឹងបន្តបញ្ជូនថ្នាំចូលទៅដីអាមេរិកបានទៀតទេអញ្ចឹងហើយយមមួយបន្តពីប៉ាប្លូនឹងបាននៅជាមួយនឹងប្រពន្ធរបស់គេហើយសារតែមានក្របាយនឹងបានផ្ទុះឡើងនៅផ្ទះរបស់គាត់តែសំណាងល្អប៉ាប្លូជាមួយនឹងប្រពន្ធរបស់គេនឹងអត់មានគ្រោះថ្នាក់អីទេហើយសំណាងអាក្រក់វិញនោះគឺកូនស្រីរបស់ប៉ាប្លូនឹងស្ដាប់អីលែងឮវិញនឹងឯបន្ទាប់ក្រុមដែនអាមេរិកបានបន្តតាក់ទងគ្នាជាមួយនឹងក្រុមដែលចិនដូរថ្នាំមកក្រុមផ្សេងទៀតដែលសាសនាជាមួយនឹងក្រុមរបស់ប៉ាប្លូដែរហើយបានបញ្ចូលពួកនឹងតែបើសិនជាពួកនឹងយកព្រមសហការគ្នាជាមួយនឹងពួកគេផ្ដល់ទីតាំងបរិម្នាក់ឈ្មោះថា Costa Bar ដែលត្រូវជាបងប្អូនចំនួនមួយរបស់ប៉ាប្លូនឹងឲ្យមកកាន់ពួកគេនឹងចរចាគ្នាជាមួយនឹងខាងតុលាការវត្ថុតយតួឲ្យពួកនឹងនិយាយទៅគឺជាប់ពន្ធនាគារតិចជាងមុនអញ្ចឹងណាហើយចេញមកគឺមានសេរីភាពធម្មតាដែលទីបំផុតអ្នកញារបស់អាមេរិកនឹងក៏អាចយកបានទីតាំងរបស់ Costa Bar អញ្ចឹងហើយក៏បានមកចាប់ក្នុង Costa Bar ក្នុងកំឡុងពេលដែលគេកំពុងជួបគ្នាជាមួយនឹងមិត្តស្រីរបស់គេពួកនឹងបាននៅក្នុង Costa Bar នឹងមកកាន់ទីតាំងដែលជាស្ងាត់មកកន្លែងហើយអ្នកដែលមានគូសារធ្លាប់ត្រូវបានក្រុមរបស់ Costa Bar នឹងសម្លានឹងគឺបានធ្វើការវាយតបទៅលើរាងកាយរបស់ Costa Bar នឹងទូសាច់តែម្ដងក៏ប៉ុន្តែបើទោះជាអញ្ចឹងទៅហើយ Costa Bar នឹងគាត់ព្រមនិយាយសូម្បីតែមួយម៉ាត់តាក់ទងជាមួយនឹងប៉ាប្លូណាហើយទីបំផុតអ្នកញារបស់អាមេរិកក៏បានធ្វើការសម្លា Costa Bar នឹងចោលបន្ទាប់មកក៏បានបញ្ជាកូនចៅរបស់ពួកគេឲ្យយកសារសពរបស់ Costa Bar នឹងឲ្យយកទៅប្លង់ចោលនៅដានគប់ខោរបស់ក្រុមដែលចិនដូរថ្នាំមកក្រុមផ្សេងទៀតដែលជាគូប្រជែងជាមួយនឹងក្រុមរបស់ប៉ាប្លូនឹងគោលដៅរបស់ពួកគេគឺធ្វើឲ្យក្រុម12នឹងប្រយុទ្ធស៊ីសាច់គ្នាដែលសង្ឃឹមថាប៉ាប្លូនឹងគឺអាចនឹង flash នៅក្នុងការប្រយុទ្ធមួយនោះដោយការក្រុមតូបប៉ាប្លូនឹងក៏បានអាចចូលយករបស់គ្នាអាមេរិកដែលបានបញ្ជូនកូនចៅរបស់គេច្រើនខ្លាំងមែនទែនឲ្យទៅប្រយុទ្ធគ្នាជាមួយនឹងដៃគូប្រជែងរបស់គេនឹងដោយគិតថាខាងនោះគឺបានសម្លាប់បងប្អូនចំនួនមួយរបស់គេហើយបានមកផ្ទុះក្រ
ដើម្បីនៅកន្លែងផ្ទះរបស់គេអញ្ចឹងណាក៏ប៉ុន្តែនៅក្នុងហេតុការណ៍ហ្នឹងទាំងមេដំណំដែលក្រុមគូប្រជែងទាំងប៉ាប្លូហ្នឹងគឺមិនមាននរណាម្នាក់បានបាត់បង់ជីវិតទេសឹកតែបានលួចខ្លួននឹងអស់តែម្ដងមិនយូរប៉ុន្មានថ្ងៃដែលប៉ាប្លូត្រូវប្រគល់ខ្លួនហ្នឹងក៏បានចូលមកដល់ហើយចឹងហើយទៀតហ្នឹងក៏បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលព្រមទាំងបានឡើងកលធម្មវិជ្ជាមួយចាចឹងពីកន្លែងហ្នឹងទៅកាន់ទីតាំងគុកដែលគេបានសាងសង់ដោយខ្លួនឯងហ្នឹងខណៈដែលក្រុមភ្នាក់ងាររបស់មារីណាវិញហ្នឹងគឺបានធ្វើតែឈោសម្លងមើលពីចម្ងាយដោយឃើញលេងបានទៀតហើយសាយរឿងរបស់យើងហ្នឹងក៏បានចប់ដល់ត្រឹមនឹងទៅអញ្ចឹងបើសិនចំណនេះចូលចិត្តរឿងមួយហ្នឹងក៏ផ្លេចជួយចុច like ចុច subscribe channel ហ្នឹងណាមួយផងដើម្បីជាការទទួលចិត្តដល់ admin អរគុណច្រើនបាយបាយ